នៅពេលធ្វើការលើកសម្ភារៈដោយប្រើក្រែនលើកពីលើសូមគោរពតាមច្បាប់សុវត្ថិភាព5ចំណុចខាងក្រោមឲ្យបានដាច់ខាតទី1គឺច្បាប់ដែលត្រូវគោរពនៅពេលបញ្ជាក្រែននៅពេលលើកផលិតផលប្រសិនបើមិនមើលទៅខាងមុខអាចកើតមានគ្រោះថ្នាក់បុកនឹងផលិតផលអ្នកបញ្ជាក្រែនត្រូវពិនិត្យទីតាំងផលិតផលជានិច្ចខណៈពេលធ្វើការទី2គឺគ្រោះថ្នាក់ដែលកើតឡើងពេលរង់ចាំនៅលើយានយន្តក្នុងអំឡុងពេលលើកសម្ភារៈប្រសិនបើរង់ចាំនៅលើយានយន្តមុនពេលផ្ទុកផលិតផលអាចកើតមានគ្រោះថ្នាក់បុកឬធ្លាក់សូមធ្វើការនៅលើដីរហូតដល់ផលិតផលត្រូវបានលើកនិងផ្ទុករួចទី3គឺគ្រោះថ្នាក់ជើងនៅលើជណ្ដើរឬជណ្ដើរឡើងការចុះជណ្ដើរដោយបែរមុខទៅមុខអាចបណ្ដាលឲ្យជើងត្រូវប្រើជណ្ដើរឬជណ្ដើរឡើងជាក្រុម2នាក់ជានិច្ចហើយចុះដោយបែរខ្នងចុះក្រោមទី4គឺគ្រោះថ្នាក់ធ្លាក់នៅពេលធ្វើការនៅទីខ្ពស់ប្រសិនបើធ្វើការនៅទីខ្ពស់ដោយមិនភ្ជាប់ទំពក់សុវត្ថិភាពអាចកើតមានគ្រោះថ្នាក់ធ្លាក់នៅពេលធ្វើការនៅទីខ្ពស់ត្រូវរក្សាទំពក់សុវត្ថិភាពឲ្យភ្ជាប់រហូតដល់ការងារបញ្ចប់ទី5គឺគ្រោះថ្នាក់ជាប់គៀបនៅពេលផលិតផលកំពុងផ្លាស់ទីប្រសិនបើធ្វើការនៅចន្លោះផលិតផលដែលបានផ្ទុកអាចកើតមានគ្រោះថ្នាក់ជាប់គៀបក្នុងអំឡុងពេលលើកសម្ភារៈកុំចូលទៅចន្លោះផលិតផលហើយត្រូវរក្សាចម្ងាយសុវត្ថិភាពជានិច្ច